บซัวจะมาชั่วเตียบจันเทศจีครูบังเรียนกิมวิเชียในสลาอัลกิชันยนยังยังไงนี้ยังหนึ่งฝึกการปิดซาวด์รอบกำรัดวัดมินอาศิบังtrong ban thì sau nơi bên môi đại nhiều vi cùng rất axit bắt mình nơi hay rồi thì chào thì sau trong tân hà axit từ miền tiêu kê từ axit lăng axit sau đây không đáคือ chi axit sau rồi là chi axit đại khoan thì kê một óc từ các vua cái đặc p hát khoan từ chi cái đặc p hát qua cỏ hồng đây thì cứ chia sâu trong cái cỏ này dễ ban cho tập tay đau và vai rồiคือในบ้านเราว่าไอ้นี่คือจิตตะเข้าของตาคือเวียแบบเวียคลายปอดเลยจังเลยขนมโซลชงได้ยังบ้านเตรียมรูจิตรักจังมีในท่าโซลชงนี้คือยังบ้านริบจอมมีโซลชงตักสไปกระดอบมีโซลชงตักไม้ตักสดนั่งโซลชงอาศิคลอยใจจีดังนี่คือจีกระดาษไปหาสกอลได้ยังยกหมกดับใบรบวัตมินไปหาในขนมโซลชงได้ยังบ้านยกหมกติสาหรือก็มีในขนมติปิศาจสับchẳng ở Đài Loan ní cứ chia solution axit chlorhydric nơi bên này ở dương mình tạo tậpไปกระดอกปีมิลลิโจลยังสังเกตเคยท่า solution ยังไปติดจีปอกระหอมจังจีจังก้อยมีท่าการดังอมปีวิตามินอาซิดหรือก็บักในครอง solution มุ้ยจะตัวในครองชีวภาพยังประจำไงคือวิตามินสระสำคัญนะโดยแต่อาหารยังยำวิตามินกำลังปีคืออาซิดหนึ่งแบบปัจจัยอาซิดมวยจำนวนก็วิตามินพอประโยชน์สำหรับสุขภาพยังพอได้ให้อาซิดมวยจำนวนติดก็วิตามินพอปากปอดพอได้ที่จังกร้อยยำสมกุลบาสมจำเป็นเรีย同学们好，好，请坐下。读一下哦，你叫什么名字？你叫什么名字？好，喝蛙话。和蛙话。好，第一叫。叫。那叫鸡腰叫。鸡腰叫。什么？什么？蛇蛇。蛇。么么，名字，么音名，字字。大家好，我叫吴德明，我今年11岁，我是在江源国际学校。我今天来说关我的房间。让我们为你现在开始吧。我的房间有一张床，床上有2个枕头和2个抱枕，床旁边有一张小桌子，桌子上有2本书和2支铅笔，桌子下有一个书包。感谢您观看我的视频，谢谢。កាត់ផ្លូវរដូវបញ្ចុំចាប់ដូនតាយំទុំតាមសង្ការបញ្ចុំឆ្នាំនឹងព្រលឹងមានស្នេហ៍ទៅវត្តណាដែរបងសុំទៅផងមិនមួយវត្តមនីមិនពីរវត្តថ្មីដល់មិនទី3ស្រីទៅ
ទីណាក៏លយានដូនតាចែកឋានតារកកូនចៅ បន្ទី7ទៅគៀនស្វាយក្រៅជួបជុំញាតថៅឧទ្ទិសកងសល ហើយនឹងមួយឆ្នាំបាន7វត្តដូនតាប្រាកដលោកក៏ទួលផលរួចហើយឲ្យបរៀងរាល់សូមកូនចៅស្គាល់សុខសាន្តរុងរឿង អ
조그마 꽃이 피었습니다.
ទស្សនិកជនជាទីគោរពសាលាអន្តរជាតិច័ន្ទយុនប្រកល់វិញ្ញាបនបត្របញ្ចប់ថ្នាក់មត្តេយ្យកម្រិតខ្ពស់ថ្នាក់ទី6ថ្នាក់ទី9និងប្រកល់ប័ណ្ណសរសើរលិខិតសរសើរដល់គ្រូឆ្នើមនិងសិស្សពូកែគណៈគ្រប់គ្រងនៃសាលាអន្តរជាតិច័ន្ទយុនបានរៀបចំពិធីប្រគល់វិញ្ញាបនបត្រដល់សិស្សានុសិស្សដែលបានបញ្ចប់ថ្នាក់មត្តេយ្យកម្រិតខ្ពស់ថ្នាក់ទី6ថ្នាក់ទី9និងប្រគល់ប័ណ្ណសរសើរលិខិតសរសើរដល់គ្រូឆ្នើមនិងសិស្សពូកែសរុប344នាក់ក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសឿសុជាតាអនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាលោកណប់ច័ន្ទនាយកសាលាអន្តរជាតិច័ន្ទយុនបានឲ្យដឹងថាសិស្សានុសិស្សជេលីភីទាំងអស់ដែលត្រូវទទួលបានវិញ្ញាបនបត្រនិងប័ណ្ណសរសើរនាពេលនេះមានចំនួនសរុប344នាក់ក្នុងនោះសិស្សបញ្ចប់ថ្នាក់មត្តេយ្យកម្រិតខ្ពស់មាន76នាក់សិស្សពូកែដែលទទួលបានចំណាត់ថ្នាក់ពីលេខ1ដល់លេខ3មាន117នាក់សិស្សដែលបានបញ្ចប់ថ្នាក់ទី6និងទី9មាន50នាក់សិស្សដែលមានផ្នែកអាកប្បកិរិយាល្អបំផុតមាន72នាក់សិស្សថ្នាក់ភាសាអង់គ្លេសកម្រិត6 7និង8មាន29នាក់ជាមួយនេះគណៈគ្រប់គ្រងសាលាក៏បានប្រគល់លិខិតសរសើរដល់គ្រូឆ្នើម3រូបនិងបុគ្គលិកដែលបានបម្រើការងារនៅសាលារយៈពេលជាង5ឆ្នាំផងដែរលោកណប់ច័ន្ទបានបន្ថែមថាសាលាអន្តរជាតិច័ន្ទយុនមានអគារមត្តេយ្យសិក្សាអគារបឋមសិក្សានិងអគារមធ្យមសិក្សាដោយក្នុងនោះកម្មវិធីសិក្សារបស់សាលាមានការសិក្សាចំណេះដឹងទូទៅភាសាខ្មែរពីកម្រិតមត្តេយ្យសិក្សាដល់ថ្នាក់ទី12ថ្នាក់ភាសាអង់គ្លេសពេញម៉ោងនិងក្រៅម៉ោងគ្រប់កម្រិតថ្នាក់ភាសាចិនគ្រប់កម្រិតនិងកម្មវិធី Robosing ផងដែរក្នុងឱកាសនោះលោកជំទាវបណ្ឌិតសឿសុជាតាអនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាបានចូលរួមអបអរសាទរចំពោះសិស្សានុសិស្សទាំងអស់ដែលទទួលបានលទ្ធផលល្អក្នុងការសិក្សានាពេលនេះនិងបានកោតសរសើរដល់គណៈគ្រប់គ្រងសាលាអន្តរជាតិច័ន្ទយុនដែលបានរៀបចំពិធីប្រគល់វិញ្ញាបនបត្រនិងប័ណ្ណសរសើរដល់សិស្សជេលីភីនេះឡើងដែលជាចំណែកមួយដ៏ធំសម្រាប់ជំរុញដល់សិស្សានុសិស្សឲ្យកាន់តែខិតខំប្រឹងប្រែងយកចិត្តទុកដាក់សិក្សារៀនសូត្រធ្វើជាសិស្សល្អសិស្សគំរូជាមិត្តល្អជាកូនដ៏ល្អក្នុងគ្រួសារនិងក្លាយខ្លួនជាធនធានមនុស្សដ៏ល្អសម្រាប់ទ្រទ្រង់សង្គមជាតិនាថ្ងៃអនាគតលោកជំទាវបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះគណៈគ្រប់គ្រងសាលាអន្តរជាតិច័ន្ទយុននិងលោកគ្រូអ្នកគ្រូទាំងអស់ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្សជួយបណ្ដុះបណ្ដាលកូនខ្មែរឲ្យមានមូលដ្ឋានអប់រំចំណេះទូទៅរឹងមាំដើម្បីអាចបន្តការសិក្សានៅកម្រិតថ្នាក់បន្តបន្ទាប់ទៀតសាលាអន្តរជាតិច័ន្ទយុននៅថ្ងៃទី24សីហាឆ្នាំ2024កន្លងទៅនេះគឺបានរៀបចំនៅពិធីប្រគល់នៅវិញ្ញាបនបត្របញ្ចប់ថ្នាក់មត្តេយ្យកម្រិតខ្ពស់ថ្នាក់ទី6និងថ្នាក់ទី9ក្នុងពិធីដដែលនោះសាលាក៏បានប្រគល់នៅប័ណ្ណសរសើរលិខិតសរសើរទៅដល់គ្រូឆ្នើមនិងសិស្សឆ្នើមផងដែរសាលាអន្តរជាតិច័ន្ទយុននៅថ្ងៃនេះគឺបានរៀបចំពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ថ្នាក់មត្តេយ្យកម្រិតខ្ពស់ថ្នាក់ទី6និងថ្នាក់ទី9និងភ្ជាប់ជាមួយនឹងការប្រគល់ប័ណ្ណសរសើរលិខិតសរសើរដល់គ្រូឆ្នើមនិងសិស្សពូកែទាំងអស់ផងដែរលោកគ្រូណប់ច័ន្ទដែលជានាយកសាលាអន្តរជាតិច័ន្ទយុនបានលើកឡើងជាក្តីសាទរចំពោះសិស្សគ្រប់រូបនិងលើកទឹកចិត្តឲ្យពួកគេត្រូវតែបន្តខិតខំសិក្សាលោកបានបន្តថាបច្ចុប្បន្នលើសពីការសិក្សានៅក្នុងថ្នាក់រៀនសិស្សត្រូវស្វ័យសិក្សាដោយខ្លួនឯងដែលសកម្មភាពនេះត្រូវចាប់ផ្ដើមពីវ័យកុមារក្នុងពិធីដដែលនេះលោកជំទាវសឿសុជាតាអនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាក៏បានបង្ហាញការសាទរចំពោះដំណើរការដ៏ប្រសើររបស់សាលាអន្តរជាតិច័ន្ទយុនផងដែរលោកជំទាវបានលើកឡើងថាសាលាអន្តរជាតិច័ន្ទយុនក៏ដូចជាសាលារៀនឯកជននិងសាលារៀនសាធារណៈទាំងអស់គឺមានកាតព្វកិច្ចក្នុងការបង្កើតមូលធនមនុស្សដើម្បីសម្រេចនូវគោលដៅកម្ពុជាឆ្នាំ2030និងគោលដៅឆ្នាំ2050ដែលប្រែក្លាយកម្ពុជាទៅជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់
លោកជំទាវបានបន្តថាអ្នកបន្តវេនសម្រាប់អនាគតកម្ពុជាត្រូវតែជាបុគ្គលមានចំណេះដឹងមានបំណិនវិជ្ជាចរិយាសម្បទាកាយសម្បទានិងត្រូវតែមានគំនិតស្នេហាជាតិជាចាំបាច់ផងដែរក្នុងនាមតំណាងឲ្យក្រសួងអប់រំយុវជននិងកីឡាលោកជំទាវបានកោតសរសើរសាលាអន្តរជាតិច័ន្ទយុនដែលបានចូលរួមចំណែកជាមួយក្រសួងក្នុងការបង្កើតនៅមូលធនមនុស្សសាលាអន្តរជាតិច័ន្ទយុនជាសាលាចំណេះដឹងទូទៅភាសាខ្មែរពីកម្រិតមត្តេយ្យសិក្សាដល់ថ្នាក់ទី12លើសពីនេះសាលាក៏មានថ្នាក់ភាសាអង់គ្លេសពេញម៉ោងនិងក្រៅម៉ោងគ្រប់កម្រិតហើយក៏មានថ្នាក់ភាសាចិនគ្រប់កម្រិតនិងកម្មវិធី Robosing ផងដែរ